ពោះអពុកម្ដាយបងប្អូនអញ្ចឹងកូនចៅបងប្អូនតែគាត់ថ្ងៃក្រោយគាត់មានគ្រួសារទៀតគាត់ចេះដឹងគុណដល់យើងដែរយើងតែជាពុកម្ដាយឥឡូវនេះបាទអញ្ចឹងផលវាហុចតគ្នាណាយើងបើយើងល្មើសគុណយើងអត់ចេះដឹងគុណកូនយើងធំធាត់មកវាឃើញគំរូហ្នឹងវាធ្វើតាមយើងដែរអាមែនទេប៉ុន្តែនេះមិនមែនជាមហាទេព្រះអង្គទេព្រះអង្គបង្រៀនកូនព្រះអង្គអ្នកដែលដើរតាមព្រះអង្គឲ្យចេះដឹងគុណណាហើយមិនត្រឹមតែចេះដឹងគុណទេជាអ្នកដែលឲ្យជាអ្នកដែលឲ្យជាអ្នកដែលស្វែងជាអ្នកដែលស្រឡាញ់ណាថែទាំដល់មនុស្សចាស់របស់យើងអាមែនដល់មនុស្សចាស់របស់យើងម្ដាយមិនមែនគ្រាន់តែជាអ្នកថែទាំចិញ្ចឹមទេតែម្ដាយជាគ្រូណាបងប្អូនម្ដាយគឺជាគ្រូបងប្អូនដឹងទេសាលាណាបរៀនយើងបានតែមេរៀនជីវិតឬក៏មេរៀនទូទៅចំណេះដឹងទេតែម្ដាយវិញគឺបង្រៀនយើងគ្រប់យ៉ាងបង្រៀនធ្វើជាមនុស្សបង្រៀនឲ្យចេះស្រឡាញ់និងកោតខ្លាចព្រះណាថែទាំយើងចេះការពារខ្លួនចេះប្រុងប្រយ័ត្នម្ដាយបង្រៀនយើងឲ្យចេះធ្វើម្ហូបម្ដាយបង្រៀនយើងឲ្យចេះធ្វើកិច្ចការងារតូចធំនៅក្នុងផ្ទះណាម្ដាយជាគ្រូអរអ្នកបងប្អូនអញ្ចឹងពេលខ្លះយើងទៅសាលាយើងឃើញគ្រូយើងឲ្យតម្លៃតែយើងភ្លេចអ្នកគ្រូដ៏ធំបំផុតនៅក្នុងផ្ទះរបស់យើងនោះដែលយើងកាត់ងាចេញមកគឺគាត់បង្រៀនយើងរហូតគាត់បង្រៀនយើងកុំឲ្យយំណាគាត់បង្រៀនយើងកុំឲ្យខ្លាចហើយគាត់បង្រៀនយើងឲ្យចេះខ្លាចដែរណាអ្នកគ្រូម្នាក់នេះជួនកាលគាត់តែបានសញ្ញាបត្រពីសាកលវិទ្យាល័យអីទេប៉ុន្តែគាត់ខ្លាចជាគ្រូអូតូម៉ាទិកនៅពេលដែលគាត់មានកូននោះហើយដែលយើងហៅថាអ្នកគ្រូម្ដាយអែមែនអ្នកគ្រូម្ដាយអញ្ចឹងអស់អ្នកបងប្អូនមានគ្រូនៅក្នុងផ្ទះបងប្អូនគឺជាអ្នកម្ដាយរបស់បងប្អូននោះឯង